បាសុស្ដីប្រជាកសិករខ្មែរប្រុសស្រីពីកសិដ្ឋានភូមិយើងខ្ញុំសូមបង្ហាញពីរបៀបចិញ្ចឹមប្រភេទខ្យងម្យ៉ាងដែលកំពុងត្រូវបានការពេញនិយមនៅលើទីផ្សារនោះគឺប្រភេទពូជខ្យងបាទប្រភេទពូជខ្យងនេះគឺងាយស្រួលក្នុងការចិញ្ចឹមងាយស្រួលក្នុងការរកចំណីនិងមិនរឹសទីតាំងទេនឹងឲ្យបងប្អូនអាចចិញ្ចឹមដាក់នៅក្នុងអាងឬក៏ដាក់នៅក្នុងតង់ឬចិញ្ចឹមដាក់នៅក្នុងពាងទឹកឬក្នុងលូក៏បានដែរចំពោះបញ្ហាចំណីវិញគឺយើងងាយស្រួលរកទេបាទនេះជាប្រភេទស្ពៃក៏បានបាទជាចំណីដែលមានលក្ខណៈពណ៌បៃតងបាទមានស្ពៃមានននងមានតឡាចណាមានស្លឹកផ្ទីស្លឹកបាសស្លឹកអីហ្នឹងគឺជាចំណីដែលខ្យងវាចូលចិត្តណាស់ហើយចំណីទៀតសតយើងពុំមែនចាំរឹសតែស្ពៃដែលយើងដាំល្អគឺអត់ទេចំពោះស្ពៃដែលមានការដែលយើងយកមកធ្វើម្ហូបហ្នឹងសល់ពីការធ្វើម្ហូបហ្នឹងក៏យើងបោះឲ្យវាញ៉ាំបានដែរឬក៏យើងអាចទៅទិញនៅតាមទីផ្សារដែលបាទអាជីវករយើងលក់ដូរហ្នឹងមិនអស់មិនអីយើងអាចនឹងឲ្យសុំឡាយឡុងពីគាត់មកដើម្បីដាក់ឲ្យស៊ីទៅហើយស្មៅក៏វាជាចំណីរបស់វាដែរបងប្អូនអាចរកចំណីស្មៅដែលមានលក្ខណៈទន់បាទគឺវាក៏ជាចំណីត្រប៉ាន់របស់វាដែរបាទនៅក្នុងវីដេអូនេះអញ្ចឹងគឺខ្ញុំកាត់ស្មៅនៅខាងក្រោយផ្ទះយកមកហាន់ចិញ្ច្រាំវាទៅបាទដើម្បីបោះឲ្យវាស៊ីបាទគឺងាយស្រួលទេបាទស្មៅនៅទីណាក៏មានដែរបាទមិនបាច់ចេញក្រៅផ្ទះទេក្នុងបរិវេណផ្ទះយើងហ្នឹងក៏មានស្មៅដុះដែរបាទនឹងហើយយើងចិញ្ច្រាំលាយគ្នាទៅបាទមានស្ពៃមានអនោងមានតឡាចមានអីខ្លះចឹងណាហ្នឹងហើយបងប្អូនមានប្រភេទជាផ្លែឬក៏ជាប្រភេទស្លឹកពណ៌បៃតងអីគឺដាក់ចូលទាំងអស់ទៅបាទនេះគឺអាងរបស់ខ្ញុំបាទខ្ញុំធ្វើលក្ខណៈតូចមកល្មមទេបាទហើយខ្ញុំខាន់វាជា3 4ប្រឡោះអញ្ចឹងទៅដើម្បីងាយយើងនៅក្នុងការបំបែកវាណាបាទយើងអាចចាប់បំបែកវាទៅហើយចំនួនតូចយើងដាក់តាមតូចទៅហើយធំយើងដាក់តាមធំទៅដើម្បីការអោយចំណីនោះគឺបានដិតដល់មិនក្រែងលោថាតូចវាហូបមិនទាន់ធំអីចឹងណាហ្នឹងហើយបងប្អូនងាយទេការចិញ្ចឹមខ្យងបើនេះហើយបងប្អូនមានចម្ងល់អីក៏អាចតាក់ទងសួរនាំបានផងដែរហើយសាកល្បងចិញ្ចឹមទៅហ្នឹងហើយព្រោះវាជាអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់យើងផងដែរហើយប្រភេទមុខរបរនេះនឹងក៏មិនចំណាយដើមទុនអីធំដុំអីទេគឺអត់ទេគឺតិចតួចបំផុតណាហ្នឹងហើយយ៉ាងណាក៏វាជាអាហារសម្រាប់យើងហូបនៅក្នុងក្រុមគ្រួសាររបស់យើងប្រចាំថ្ងៃផងដែរបាទអរគុណបងប្អូនសុខសប្បាយទាំងអស់គ្នា